អាចនឹងកំទេចអាវុធរួមទាំងយន្តហោះអាមេរិកកាំង F16 ផងលោកហ៊ុនសែនបានឲ្យប្រព័ន្ធឃោសនាដឹងថាហេតុដែលមិនបាញ់ទម្លាក់យន្តហោះ F16 គឺជាការទុកមុខឲ្យលោកត្រាំដោយសារលោកហ៊ុនសែនមាននិស្ស័យល្អជាមួយនឹងប្រធានាធិបតីអាមេរិកកាំងបើសិនណាជាបាញ់ទម្លាក់ F16 ដោយហែកខ្លែងចេញពីមេឃវាធ្វើឲ្យទីផ្សារលក់សពាវុធអាមេរិកកាំងនឹងធ្លាក់ចុះយ៉ាងតិច 25% ដូច្នេះនៅពេលអាមេរិកកំពុងតែចម្ពាក់លុយគេយ៉ាងវាន់កបែបនេះបើលោកហ៊ុនសែនមិនអាណិតលោកប្រធានាធិបតីដូណាល់ត្រាំទេគឺច្បាស់ជានឹងធ្វើឲ្យមនុស្សនៅអាមេរិកអត់ឃ្លានគ្មានអ្វីស៊ីទេដូច្នេះហើយក៏លោកហ៊ុនសែនបានប្រាប់កងទ័ពគាត់ថាបើ F16 ថៃគ្រាន់តែទម្លាក់លើស្ពានលោកហ៊ុនសែនមិនខ្វះលុយជួសជុលឬសាងសង់ឡើងវិញទេអនុញ្ញាតឲ្យអាវុធអាមេរិកដ៏កញ្ចាស់បែបនេះណាមានសមត្ថភាពបន្តិចបន្តួចចោះពីព្រោះវាអត់ហ៊ានទម្លាក់លើកងទ័ពជួរមុខទេពីព្រោះឲ្យតែវាហ៊ានមកគឺអាវុធរបស់យើងមានសំណាញ់មេឃជាដើមនឹងអាចបាញ់ទម្លាក់វាបានយ៉ាងងាយអាវុធប្រភេទ GAM-102LR នេះត្រូវបានដាក់ប្រើប្រាស់ណាដែលបង្ហាញឲ្យឃើញថាណារបាយការណ៍ព័ត៌មានរបស់កាសែតអាមេរិកកាំង The New York Times ដែលបានផ្សាយអត្ថបទមួយថាមុនប៉ះប្រយុទ្ធគ្នានៅក្នុងឆ្នាំ25នេះយន្តហោះដឹកសពាវុធរបស់ចិនចំនួន5គ្រឿងបានមកចុះចតនៅចំណតអាកាសយានដ្ឋានក្រុងព្រះសីហនុចិនបានដឹកអាវុធទំនើបដែលហ៊ុនសែនបញ្ជាទិញយកមកកម្ពុជារួចហើយជាស្រេចមុននឹងពើប្រយុទ្ធគ្នាចាប់ពីខែកក្កដាកន្លងទៅនេះដូច្នេះហើយវាបង្ហាញឲ្យឃើញថារបាយការណ៍របស់កាសែតអាមេរិកកាំង The New York Times គឺពិតដូច្នេះមែនដែលមិនអាចនឹងកំណត់បានពីអាវុធដ៏ទំនើបរបស់កងទ័ពលោកហ៊ុនសែនដែលបានទទួលដែលគាត់បានទិញយកមកទុកប្រើនោះទេអាវុធរបស់លោកហ៊ុនសែនមានដូចតទៅប្រភេទ PHL 03 300 mm MLRS ជាអាវុធទំនើបមាន6គ្រឿងក្នុងមួយគ្រឿងមាន12បំពង់ណាដែលបានយកមកដាក់នៅកម្ពុជាសមត្ថភាពបាញ់បានចម្ងាយ70ទៅ130គីឡូម៉ែត្រដែលអាចនឹងបំផ្លាញគោលដៅបានយ៉ាងធំធេងអស្ចារ្យអាវុធប្រភេទ PHL 81ធន់122 មីលីម៉ែត្រ MLRS បានយកទៅប្រើដាក់ថៃឲ្យរៀងចាលយ៉ាងខ្លាំងថៃឆ្ងល់ណាស់នៅអាវុធដ៏ទំនើបនេះដែលអាចបាញ់បានប្រសិទ្ធភាពជាទីបំផុតកងទ័ពលោកហ៊ុនសែនមានអាវុធប្រភេទ PHL 81នេះចំនួន24គ្រឿងប្រភេទ PHL 90B 122 មីលីម៉ែត្រ MLRS លោកហ៊ុនសែនមាន24គ្រឿងដែលកំពុងតែដាក់ប្រើប្រាស់ប្រភេទការពារដែនអាកាសដែលអាចបាញ់យន្តហោះ F16 ឬយន្តហោះ JAS 39 Gripen ធ្លាក់ពីលើអាកាសបានយ៉ាងងាយគឺជាប្រភេទ KS1C ស្មើនឹង HQ12 Medium Range កាំជ្រួចប្រឆាំងយន្តហោះកម្ពុជាមាន8គ្រឿងដែលក្នុងមួយគ្រឿងមាន2កាំជ្រួចហើយនឹងកាំជ្រួចសង្គួររាប់រយដើមដែលអាចនឹងបាញ់យន្តហោះធ្លាក់គ្រប់ពេលក៏ប៉ុន្តែលោកហ៊ុនសែនមិនទាន់សម្រេចឲ្យប្រើណាប្រភេទអាវុធ FN6
MANP Parks ដែលជាប្រភេទកំជ្រួចដែលលោកហ៊ុនសែនមានប្រមាណជា200ដើមរីឯប្រដាប់បាញ់គេរាប់មិនដឹងច្បាស់ចំនួនទេតែលោកហ៊ុនសែនមានកំជ្រួចបែបនេះណាជាង200ដើមដែលបានទិញពីក្រុមហ៊ុនចិនមកឈ្មោះហៅថា Man Parts អាវុធដតីទៀតមានដូចតទៅកម្លាំងរថពាសដែកប្រភេទ VN1 ZBL 09 8x8 Armour Personnel Carrier និង IFV Family ជារថយន្តទំនើបសម្រាប់ប្រើលើសមរភូមិដែលលោកហ៊ុនសែនមានជាង200គ្រឿងប្រភពច្បាស់ការបានឲ្យដឹងថារថពាសដែកបែបនេះកំពុងតែដាក់ប្រើយ៉ាងស្ងៀមស្ងាត់ដោយកងទ័ពដឹកនាំដោយមេបញ្ជាការដ៏ឆ្នើមហៅថាព្រះអង្គខ្មៅឬឧត្តមសេនីយ៍ហេងប៊ុនហៀងសពាវុធប្រភេទ WMA 301 105 មីលីម៉ែត្រកាំភ្លើងផ្លោងដាក់កង់ដែលលោកហ៊ុនសែនមាន18គ្រឿងដែលគ្រាប់រាប់ម៉ឺនគ្រាប់សម្រាប់បាញ់គឺជាប្រភេទដែលអាចបាញ់ផ្លោងបានហើយអាចបាញ់កំទេចរត់ក្រោះរបស់បច្ចាមិត្តបានផងដែរសពាវុធប្រភេទ 63A Amphibious Light Tank គឺជារថពាសដែកមួយយ៉ាងដែលសម្រាប់វាយលុកលឿនស្លេវហើយមានអាវុធបាញ់សាហាវដែលលោកហ៊ុនសែនមាន15គ្រឿងនៅក្នុងឃ្លាំងសម្រាប់ប្រើប្រាស់ក្រោមបញ្ជាការរបស់ព្រះអង្គខ្មៅឧត្តមសេនីយ៍ឆ្នើមផុតលេខនៃកម្ពុជាហេងប៊ុនហៀងសពាវុធធុនប្រភេទដតីទៀតដូចជាកាំភ្លើងធំធុន59កាំភ្លើងធំធុន66និងកាំភ្លើងធំធុន85លោកហ៊ុនសែនមានកាំភ្លើងបែបនេះចំនួន350គ្រឿងដែលជាប្រភេទទំហំផ្ចិតខុសៗគ្នាសម្រាប់ប្រើនៅក្នុងកងទ័ពសពាវុធប្រភេទ56 AK Type Rifle ជាកាំភ្លើងយន្តស្វ័យប្រវត្តិដែលដាក់បង់គ្រាប់ច្រើនជាងមុនផលិតដោយក្រុមហ៊ុនចិនលោកហ៊ុនសែនមានរាប់ម៉ឺនគ្រឿងដែលប្រភពខ្លះថាមានរហូតដល់80000ដើមប្រភេទបែបនេះដែលនាំចូលមកកម្ពុជាហើយជាស្រេចប្រភេទអាវុធ QBZ 95និង QBZ 97ដែលជាអាវុធទំនើបសម្រាប់កងទ័ពពិសេសរបស់លោកហ៊ុនសែនដែលជាកងអង្គរៈក្រោមបញ្ជាការឧត្តមសេនីយ៍ហេងប៊ុនហៀងគឺមាន6000ដើមដែលជាអាវុធឆ្នើមប្រភេទ QBZ 95និង QBZ 97អាវុធដែលយើងហៅ B ប៉ុន្តែធុនទំនើបជាទីបំផុតហៅថា PF 89ឬក៏ហៅថា B69 ទំនើបថ្មីលោកហ៊ុនសែនបានទិញចូលមកក្នុងប្រទេសកម្ពុជាប្រើប្រាស់មានជាង10000ដើមប្រភេទ drone ដែលប្រើប្រាស់ដែលលោកហ៊ុនសែនមានប្រើប្រាស់ drone ជាច្រើនប្រភេទដែល drone ច្រើនប្រភេទនោះជា drone ទំហំតូចទំហំមធ្យមនិងទំហំធំដែលមានរាប់ពាន់គ្រឿងមិនអាចដឹងច្បាស់ពីចំនួនកម្លាំងកងទ័ពជើងទឹករបស់លោកហ៊ុនសែនបានប្រើប្រាស់នៅនាវាល្បឿនលឿនខ្នាតតូចបាញ់រហ័សកិច្ចរហ័សដែលលោកហ៊ុនសែនបានទិញបន្ថែមចំនួន20គ្រឿងពីប្រទេសចិនដាក់ឲ្យប្រើប្រាស់ជាកណូតល្បាតរ៉ាដាពិសេសប្រភេទ C2 system បានដំឡើងរួចជាស្រេចនៅឯកំពង់ផែកងទ័ពជើងទឹករៀមនិងនៅក្នុងខេត្តកំពតដែលមិនប្រាប់ពីទីតាំងទេប្រភពច្បាស់ការបានឲ្យដឹងថាលោកហ៊ុនសែនបានទទួលនៅសពាវុធដោយគាត់បានចំណាយប្រាក់ទិញនៅសពាវុធដ៏ទំនើបសម្រាប់បំពាក់ឲ្យកងទ័ពរបស់គាត់ប្រភពបានបញ្ជាក់
តាមរបៀបធ្វើ verification ជាមួយអង្គការផ្ទេរសភាវុធ IISS និង ISPRI ដើម្បីយកមកបញ្ជាក់ថាលោកហ៊ុនសែនពិតជាមាននៅសភាវុធរៀបរាប់នេះឬទេប្រភពច្បាស់ការបានឲ្យដឹងថាលោកហ៊ុនសែនពិតជាមានអាវុធអស់នេះគឺជាអ្វីដែលខ្ញុំលើកមកជូនបងប្អូនស្ដាប់អំពីកងទ័ពដូច្នេះហើយសៀមមិនអាចវាយឈ្នះលោកហ៊ុនសែនទេបាទមិនអាចវាយឈ្នះទេមិនអាចទេតឹងហើយបងប្អូនមិនអាចទេណាមិនអាចទេដូច្នេះនៅក្នុងអត្ថបទនេះខ្ញុំលើកមកអធិប្បាយអំពីសភាវុធដ៏ខ្លាំងក្លាសភាវុធដ៏ខ្លាំងក្លាដែលកងទ័ពលោកហ៊ុនសែនមានប្រើបាទអានឹងអញ្ចឹងណាបងប្អូនណារីឯរូបខាងក្រោយនេះជា AI generated photograph ជា AI generated image ជាគំរូទេមិនរូបពិតទេណាបងប្អូនជា AI generated image ណាបងប្អូនដើម្បីធ្វើនិមិត្តរូបពីព្រោះខ្ញុំមិនអាចនឹងបញ្ចេញរូបដែលជាមានប្រភព official បានទេត្រូវវាប៉ះពាល់ដល់កម្មសិទ្ធិបញ្ញាបាទណាវាប៉ះពាល់ដល់កម្មសិទ្ធិបញ្ញាណាបងប្អូនអញ្ចឹងណាអញ្ចឹងចូលដល់អ្នកទីឆ្លើយឆ្លងបន្តិចបន្តួចអញ្ចឹងតាកបីអីសៀមវាខ្លាញ់បន្លំរូបភាពវាអត់មានចូលកាន់កាប់បានទេគ្រប់សមរភូមិ28ចំណុចកងទ័ពកម្ពុជាកាន់កាប់ទឹកដីបានទាំងស្រុងបាទកាន់កាប់ទឹកដីបានទាំងស្រុងឆ្ងាញ់នឹងទឹកក្តៅនេះដល់បាទឥឡូវនេះចិនអន់ចិត្តមិនបានធ្វើអ្នកក្លាហានសុំឲ្យគេថតឡើងវិញធ្វើតួអ្នកក្លាហានម្ដងអូខេជំរាបសួរសួស្ដីប្រិយមិត្តណាមានអ្នកឆ្ងល់អាយុតាទៀតតាអាយុ1ឆ្នាំកូននៅស្រុកខ្មែរគេថាតាមនុស្សល្ងើមានចេះអីទេណាដូច្នេះហើយអ្នកដែលមកមើលតាសិតតែល្ងើហើយនឹងឆោតបានជាមកមើល show តាហើយនឹងមួយចំនួនទៀតគេមើលពេលគេចង់ស្ដាប់រឿងព្រេងនិទានអីគេមើលទៅតាគឺជាអាយ៉ងដែលភាសាអង់គ្លេសហៅ entertainer តួសម្ដែងទេណាអញ្ចឹងមកពីអីមកពីគោះក្បាលតាហ្នឹងអាយុប្រហែល2ឆ្នាំអីប៉ុណ្្នឹងឯងណាក្នុងអញ្ចឹងសៀមវាយបែកច្រើនកន្លែងមិនពិតទេនេះគ្រប់ចំណុចទាំងអស់តាមដោយព្រំដែនសៀមចាញ់ទាំងអស់លោកតាតើគួរឆ្លើយបែបណាខ្ញុំ live show លោកតាគេថាខ្ញុំចេមសុកស៊ីខួរហើយគេសើចចៅអត់អាច live show ដូចតាបានទេតាលោកហ៊ុនសែនគាត់ឲ្យដើរតួជាអ្នករិះគន់ណាហើយគាត់ផ្ញើលុយឲ្យចាយដាក់ក្នុង YouTube ឲ្យអញ្ចឹងបើចៅឯងធ្វើដូចតានៅស្រុកខ្មែរលោកហ៊ុនសែនត្រូវតែយកទៅឲ្យដេកកំសាន្តនៅព្រៃសរអញ្ចឹងកុំធ្វើដូចតាលោកហ៊ុនសែនជួលឲ្យរិះគន់ស្ថាបនាអញ្ចឹងខ្ញុំនឹងស៊ីប្រាក់ខែលោកហ៊ុនសែនទេហើយចៅឯងមិនទាន់ចោះឈ្មោះស៊ីប្រាក់ខែហ៊ុនសែនអត់អាចមកធ្វើទេធ្វើមិនស្រួលគេយកទៅឲ្យសម្រាកយល់ទេអាហ្នឹងអញ្ចឹងណាចៅណាឮថាកម្ពុជាមាន fighter jet ដែរតាហើយបានបញ្ជូនឲ្យសិក្សាក្រៅប្រទេសបាទរឿងនឹងពិតបាទលោកហ៊ុនសែនបានទិញយន្តហោះ J35 ចំនួន100គ្រឿងដែលបច្ចុប្បន្ននេះអាកាសយានិកកំពុងសិក្សាបើសង្គ្រាមបន្តតែ2សប្តាហ៍ទៀតថៃមកពីព្រោះត្រៀមហើយអញ្ចឹងយើងមាន J35 ដែលក្រុមហ៊ុនចិនសឹងតែផលិតមិនបានលោកហ៊ុនសែនមិនចង់ប្រើ J10 ទេពីព្រោះជ្រុលនឹងវាយហើយជ្រុលនឹងវាយសៀមតលតែឲ្យសៀមដឹងថាប្រទេសកម្ពុជាយើងមិនមែនប្រទេសអ្នកក្រទេ
ថ្មីត្បិតតែយើងស៊ីអំបុកមែនក៏ប៉ុន្តែវាជាចំណូលចិត្តរបស់ទាហានយើងណាការដែលយើងបរិភោគអាហារកញ្ចប់របស់កងទ័ពវាអត់ឆ្ងាញ់ដូចអំបុកទេអញ្ចឹងបើយើងនិយាយអំពីគុណភាពនៃអាហារវិញកងទ័ពលោកហ៊ុនសែនមានគុណភាពអាហារខ្ពស់ជាងសហរដ្ឋអាមេរិកបើយើងធ្វើសម្ភាសជាមួយនឹងទាហានសហរដ្ឋអាមេរិកវាស៊ីអា food កញ្ចប់វាហ្នឹងណាអា food កញ្ចប់វាហ្នឹងស៊ីទៅចង់ក្អួតអត់ឆ្ងាញ់ទេទាហានរបស់លោកហ៊ុនសែនត្រូវបរិភោគនៅអាហារឆ្ងាញ់អញ្ចឹងហើយបានជាលោកហ៊ុនសែនដែលជាអគ្គភស្តុភារហ្នឹងរៀបចំអំបុកស្រូវថ្មីឈ្ងុយឈ្ងប់ជាមួយនឹងត្រីផាត់សាច់ផាត់សាច់ក្រកសណ្ដែកល្ងដើម្បីឲ្យកងទ័ពយើងនឹងបានទទួលទានប្រកបទៅដោយជីវជាតិហើយមានរសជាតិជាខ្មែរត្រឹមត្រូវដែលគេហៅកម្ពុជាសប្តាហ៍អញ្ចឹងគុណភាពនៃការរៀបចំកងទ័ពក្នុងនាមលោកហ៊ុនសែនជាអគ្គភស្តុភារគឺរៀបចំដោយចក្ខុវិស័យវែងឆ្ងាយណាកូនលោកតាគេថាសន្តិភាពហើយតើពិតទេសន្តិភាពមានស្រេចគ្រាន់តែពេលនេះលោកហ៊ុនសែនគាត់ទុកមកអន្លើដើម្បីបដៅសៀមកុំឲ្យវាប្រហើនណាសន្តិភាពមានស្រេចប្រទេសកម្ពុជាមានសន្តិភាពស្រេចកូនណាឮថាកម្ពុជាមានចិត្តឆ្លើយហើយគេអ្នកប្រើឬក៏យើងប្រើកូន China sold VT4 tanks to Thailand and sold GAMO2 102 to Cambodia នេះគឺជាទីផ្សារដែលចិនមានភាពឆ្លាតវៃក្នុងការលក់សព្វាវុធប្រទេសកម្ពុជាយើងមានភ័ព្វវាសនាណាស់ដែលคล้ายទៅជាប្រទេសមុនដំបូងបង្អស់សម្រាប់មហាមិត្តចិនសាកសព្វាវុធជាមួយនឹងកងទ័ពថៃយើងមិននឹកស្មានថាយើងមានវាសនាដល់ប៉ុណ្្នឹងទេដូច្នេះរឿងនេះរឿងសំខាន់ហើយនឹងជាកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់យើងណាមិនងាយប្រទេសណាបានសាកអាវុធទំនើបចំនួនទី5អញ្ចឹងទេណាយើងធ្វើបានណាហ្នឹងអញ្ចឹងណាunknown ឮថាកម្ពុជាឆ្លើយហើយកូនណាសរសេរច្រើនដងពេកប្រយ័ត្ន system វា kick out កូនឯងបាត់ណាកូនឯងសរសេរច្រើនពេកsystem ហ្នឹងវាដេញចាញ់ណាកូនណាថាក់សិនthey say Cambodia is at peace now yes it is true កូន yes សង្គ្រាមលើកនេះតើកម្ពុជាមានចំណេញអ្វីខ្លះនឿនតារាសង្គ្រាមលើកនេះកម្ពុជាចំណេញច្រើនណាចំណេញច្រើនទី1គឺធ្វើឲ្យសេដ្ឋកិច្ចសៀមយ៉ាងតិចពាក់កណ្ដាលត្រូវរលំរលាយដោយព្រំដែនកម្ពុជាថៃឡង់ត្រូវបិទនឹងទី1ទី2ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាចម្រើនយ៉ាងតិច 30% ពីព្រោះដាស់ឲ្យប្រជាជននៅកម្ពុជាមានស្មារតីស្នេហាជាតិលើកតម្កើងផលិតផលខ្លួនឯងនឹងទី2ទី3ធ្វើឲ្យប្រជាជននៅកម្ពុជាមានស្មារតីរឹងមាំជឿទុកចិត្តលើនយោបាយដ៏ឆ្នើមមានចក្ខុវិស័យរបស់សម្ដេចតេជោនឹងទី3ទី4បង្ហាញពីវីរភាពនិងភាពឆ្លាតវៃថ្នាក់បណ្ឌិតរបស់សម្ដេចធិបតីហ៊ុនម៉ាណែតដែលចេះធ្វើនយោបាយដែលគ្មានខ្មាំងសត្រូវណាអាចស៊ើបដឹងបានគឺជានយោបាយដ៏អស្ចារ្យរបស់សម្ដេចធិបតីហ៊ុនម៉ាណែតដែលស្ងាត់ប៉ុន្តែសកម្មភាពមិនស្ងៀមនេះគឺសិតតែជាចំណុចល្អដែលខ្មែរយើងអត់ដែលមានទេតាំងពីអាណាចក្រអង្គរមកគឺអត់មានទេណាអញ្ចឹងនិយាយទៅយើងចំណេញសពមុខហើយផ្លែផ្កាមិនទាន់ចេញផ្លែផ្កាអស់ទេដូច្នេះហើយវាត្រូវការមួយឆ្នាំពីរឆ្នាំទៀតផ្លែផ្ការឹតតែចេញនៅពេលហ្នឹងហើយដែលខ្មែរយើងជាពលរដ្ឋកម្ពុជានឹងបានទទួលដឹងច្បាស់ថាក្រោមការដឹកនាំរបស់សម្ដេចតេជោនិងក្រោមការដឹកនាំរបស់សម្ដេចធិបតីគឺខ្មែរយើងកើតមកនៅក្នុងចំនួននេះមានសំណាងណាស់វាប្រៀបបាននឹងខ្ញុំដែលកំពុងតែស្រក់ទឹកភ្នែកកើតមហារីកចិត្តងាប់ដែលមិនបានរស់មើលឃើញសេចក្តីថ្លៃថ្នូរចម្រើនរងរឿងក្រោមការដឹកនាំរបស់សម្ដេចទាំងពីរវាប្រៀបបានដូចឥសីសម័យព្រះពុទ្ធអង្គទ្រង់ប្រសូតនៅដែលទារកអនាគតព្រះសម្មាសម្ពុទ្ធត្រូវបានយកមកបង្ហាញមន្ត្រីសេនាបតីនិងគ្រូបាអាចារ្យនៃក្រុងកបិលភ័ស្ត្រដែលមានឥសីដ៏ល្បីម្នាក់បានប្រហូលយំហើយនៅពេលដែលសម្ដេចព្រះសុធោទត្ត
ដែលជាព្រះវរៈបិតារបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់សួរទៅកាន់ឥសីនោះថាម្ដេចបានមហាឥសីយំសោកយ៉ាងនេះមហាឥសីដ៏ល្បីល្បាញនៅពេលនោះក៏បាននិយាយថាវាមិនមែនជាការយំសោកទេគឺជាការស្ដាយសំណោះយ៉ាងខ្លាំងដែលទូលបង្គំជាខ្ញុំមិនអាចនៅមានជីវិតឃើញទេរកនេះคล้ายទៅជាព្រះត្រាស់ដឹងនៃអនាគតខ្ញុំចេមសុកក៏ដូចគ្នាត្រូវស្រក់ទឹកភ្នែកទៅហូរយំមិនឲ្យប្រពន្ធដឹងដោយនឹកស្ដាយសំណោះថាមិនបានរស់នៅមើលឃើញសេចក្តីថ្កុំថ្កើងរុងរឿងរបស់សម្ដេចទាំងពីរដែលដឹកនាំប្រទេស